ស្រមោលនៅស្ពានថ្មព្រះរាជណាវេលាម៉ោង1ម៉ោងកន្លះរំលងអត្រាតក្រុងសៀមរាបដោយធ្លាប់តែអ៊ូអរដោយភ្លើងពណ៌និងភ្ញៀវទេសចរបានប្រែមកជាស្ងប់ស្ងាត់ជ្រងំខ្យល់ត្រជាក់បក់កាត់ដងស្ទឹងសៀមរាបធ្វើឲ្យស្លឹកឈើធំៗនៅក្បែរព្រះរាជដំណាក់រំពើកតិចៗហាក់ដូចជាមានមនុស្សមកឈរអើតមើលពីក្រោយដើមឈើវិបុលបើកម៉ូតូចេញពីផ្ទះមិត្តភ័ក្តិនៅម្ដុំវត្តបពរសំដៅទៅផ្ទះរបស់គេនៅម្ដុំសង្កាត់ស្លាកក្រាមដោយសារចង់ឆាប់ដល់ផ្ទះគេក៏សម្រេចចិត្តបើកកាត់ស្ពានថ្មចាស់ស្ពានព្រះរាជដំណាក់ហេតុការណ៍ចម្លែកចាប់ផ្ដើមនៅពេលម៉ូតូរបស់វិបុលឡើងដល់ពាក់កណ្ដាលស្ពានស្រាប់តែម៉ាស៊ីនម៉ូតូក៏រលត់ងក់ភីតវិបុលព្យាយាមបញ្ឆេះវិញប៉ុន្តែវាមិនឆេះតទៅសោះក្នុងភាពស្ងាត់ជ្រងំគេស្រាប់តែឮសំឡេងម្យ៉ាងជួយរើសរបស់ក្នុងហ្វង់សំឡេងនោះខ្សោចេញមកពីក្រោមស្ពានវិបុលព្រឺសម្បូរខ្ញាក់គេក្រឡេកទៅមើលមាត់ស្ទឹងឃើញស្ត្រីម្នាក់ស្លៀកឈុតពណ៌សឈរក្បែរបង្កាន់ដៃស្ពានអោនមុខចុះក្រោមវិបុលគិតកណូចិត្តថាប្រហែលជាមានអ្នកធ្លាក់របស់អីហើយទើបគេសួរទៅទាញញ័រមាត់បងស្រីមានការអីមែនទេស្ត្រីនោះមិនឆ្លើយតែសើចតិចហ៊ីរួចក៏ចង្អុលទៅក្នុងទឹកស្ទឹងដែលកំពុងហួរយឺតវិបុលអើតមើលទៅតាមរៀមដៃនាងប៉ុន្តែអ្វីដែលគេឃើញមិនមែនជាវត្ថុអីឡើយគឺឃើញស្រមោលខ្លួនឯងក្នុងទឹកតែស្រមោលនោះឃើញក៏បានទេហេតុការណ៍ដ៏រន្ធត់វិបុលភ័យស្លន់ស្លាព្យាយាមរត់ចេញពីទីនោះប៉ុន្តែជើងរបស់គេហាក់ដូចជាជាប់ចំណងស្ត្រីនោះងាកមកយឺតមុខរបស់នាងស្លេកស្លាំងភ្នែកខ្មាំងងងឹតឃើញប្រស្រីហើយមានឈាមហូរចេញពីត្រចៀកនាងសឹបដាក់ត្រចៀកវិបុលថាកាលពីឆ្នាំតីអញជីបុកយើងនៅលើស្ពាននេះរួចអញក៏បើកឡានរត់ចាំបានទេវិបុលនឹកឃើញភ្លាមកាលពី1ឆ្នាំមុនគេពិតជាធ្លាប់បើកបរទាំងស្រវឹងហើយបុកស្ត្រីម្នាក់ធ្លាក់ចូលស្ទឹងនៅចំណុចនេះមែនដែលសារខ្លាយតូកំហុសគេក៏បើកឡានរត់បាត់ស្រមោលស្ត្រីនោះចាប់ផ្ដើមសើខ្លាំងខ្ទរពេញស្ពានសម្លេងសើចនោះប្រែជាក្រលួតគួរឲ្យខ្លាចនាងចាប់ទាញដៃវិបុលយ៉ាងខ្លាំងសម្ដៅទៅបង្កាន់ដៃស្ពានវិបុលស្រែកជួយផងតែគ្មានឯណាម្នាក់នៅលើផ្លូវនោះឡើយព្រឹកឡើងអ្នកស្រុកបានប្រទះឃើញម៉ូតូរបស់វិបុលបង្ឆេះចោលនៅលើស្ពានប៉ុន្តែម្ចាស់ម៉ូតូបានបាត់ខ្លួនមានតែមួកសុវត្ថិភាពមួយប៉ុណ្ណោះតែអណ្ដែតនេះของស្ទឹងសៀមរាបត្រង់កណ្ដេងដែលស្ត្រីម្នាក់នោះធ្លាប់ស្លាប់សូមចុច follow និង like page ម្នាក់មួយផងដើម្បីទទួលបានវីដេអូបន្ទាប់